ណែខ្លាឯងមើលទៅអាអ្នកខ្លះណាប្រហែលជាក្ររហាមមកជីវិតហើយមើលទៅនោះតាំងពីក្មេងមកឃើញតែដើររើសអស់បានតែមករស់មែនទេហ៎ ប៉ុន្មានហើយកុំនៅចិត្តវាយូរពេកប្រយ័ត្នឆ្លងក្រណាណែបន្ទឿនហើយនេះកាន់យ៉ាងម៉េចហ៎បានជាចេះតែធ្លាក់អីវ៉ាន់រហូតយ៉ាងនេះហាណែនេះឯងខ្លាញ់ធ្វើជាធ្លាក់អីវ៉ាន់មែនទេអាអ្នកបំរើបាទខ្ញុំបាទកាន់ដូចធម្មតាតាប្រយ័ត្នសម្ដីបន្តិចទៅគាត់ឯងនេះខ្ញុំនិយាយគួសមណាស់ទៅហើយនេះឯងសម្ដីមមម្លេះក្រែងឯងឋានៈត្រឹមតែជាកម្មករគេទេហ៎ខ្ញុំបាទជាកម្មករគេមែនតែមិនមែនជាកម្មកររបស់លោកទេសូរិយាលេចផុតបាត់ទៅនៅក្នុងខ្ទមតូចមួយនៅឆ្ងាយពីផ្ទះអ្នកភូមិគេឃើញមានពន្លឺភ្លើងភ្លឺផ្លុងផ្លុងស្ត្រីម្នាក់កំពុងដេកស្ដោកស្ដឹងនៅលើគ្រែដែលជិតនឹងคล้ายទៅជាចំណីនៃអាហាររោគជរាកំឡោះវ័យប្រហែល20ឆ្នាំមានឈ្មោះថាប៊ុនធឿននៅអង្គុយចុងជើងម្ដាយដោយទឹកមុខក្រៀមក្រំរងចាំបំរើម្ដាយណែប៊ុនធឿនកូនមានម្ដាយទីទាល់ក្រណាស់បើអត់ពីម្ដាយទៅសុំកូនខិតខំប្រឹងប្រែងក្នុងការងារខ្លួនត្រូវទីពឹងខ្លួនណាកូនម៉ែសូមម៉ែកុំនិយាយបែបនេះអីម៉ែនឹងជាវិញមិនខានទីណែម៉ែសូមម៉ែពិសាថ្នាំសិនទៅកូនអើយថ្នាំម៉ែផឹកមកច្រើនហើយប្រសិទ្ធភាពមិនខុសពីទឹកទន្លេទេកូនអើកូនមានម្ដាយហើយតែជាម្ដាយស្ដាប់លែងឮហើយកូនភ្នែកម្ដាយក៏មើលលែងឃើញដែរម្ដាយប្រហែលជាមិនអាចរស់ប៊ុនធឿននិយាយមិនចេញអួលដើមកទឹកភ្នែកស្រក់មកច្រោកច្រោកអាណិតម្ដាយជាពុនពេកមីងសាយដកដង្ហើមកាន់តែញាប់ឡើងក្រវល់ក្រវាយហើយក៏ដាច់ខ្យល់ខ្លាចទៅជាចំណីមរណៈក្នុងគ្រានោះទៅម៉ែប៊ុនធឿនអោនអោបម្ដាយជាប់ហាក់មិនចង់ឲ្យវិញ្ញាណម្ដាយចាក់ចេញឡើយមួយខែក្រោយមកនៅតាមផ្លូវណែខ្លាឯងមើលទៅអាអ្នកខ្លះណាប្រហែលជាក្ររហាមមកជីវិតហើយមើលទៅនោះតាំងពីក្មេងមកឃើញតែដើររើសអស់បានតែមករស់មែនទេហ៎ ប៉ុន្មានហើយកុំនៅចិត្តវាយូរពេកប្រយ័ត្នឆ្លងក្រណាយើងក្រមែនតែយើងល្អជាងពួកឯងដែរពួកឯងទាំងពីរធ្វើបាបតែចិត្តឪពុកម្ដាយរាល់ថ្ងៃគ្មានចេះធ្វើស្អីក្រៅពីដើរផឹកស៊ីរករឿងគេទេនេះឯងយើងមិនចង់ប្រើអំពើហិង្សាទេតែបើពួកឯងចង់យើងអាចកំដរឯងបានផ្ញើទុកសិនចុះឯងពួកវានិយាយត្រូវហើយរាល់ថ្ងៃនេះខ្ញុំខំកាប់អស់យកទៅលក់បានតែមួយរស់មួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះខ្ញុំគួរទៅរកការងារអ្វីដែលល្អជាងនេះណែបងប៊ុនធឿនហើយនេះបងមានរឿងអីបានជាមុខសពុនម្លេះអូគឺជាហុងទេខ្ញុំកំពុងតែគិតរកការងារធ្វើនឹងណានេះចាយមានការអីមែនទេគឺចាយឃើញបងឯងអង្គុយកាត់ទុកម្នាក់ឯងទេពចូលមកលេងទៅណាណែចាយឮថាផ្ទះលោកសេដ្ឋីនៅភូមិខាងលិចនេះគេកំពុងតែត្រូវការកម្មករពិតមែនចាយពិតមែនហើយបើអញ្ចឹងខ្ញុំនឹងទៅសុំធ្វើការនៅទីនោះក្រែងអាចបានប្រសើរជាងនេះនិយាយអញ្ចឹងបងនៅម្នាក់ឯងខ្លាចខ្មោចទេនេះបើបងខ្លាចខ្មោចណាខ្ញុំដេកកំដរបងបានអូមិនអីទេចាយខ្ញុំអរគុណចាយណាស់បើអញ្ចឹងខ្ញុំសូមចូលផ្ទះសិនហើយមើលគេធ្វើណោនៅផ្ទះលោកសេដ្ឋីពងសូមជម្រាបលោកសេដ្ឋីការងារដែលលោកសេដ្ឋីឲ្យខ្ញុំធ្វើខ្ញុំបានធ្វើរួចរាល់ហើយទៀនល្អហើយសមបាទលោកសេដ្ឋីគឺថាមានបរិះម្នាក់គេចង់ជួបលោកសេដ្ឋីទៀនគេឈរចាំនៅក្បែររបងផ្ទះឯណោះបើអញ្ចឹងឆាប់ហៅគេចូលមកសូមគោរពលោកសេដ្ឋី
ក្មួយឈ្មោះអីក្មួយមកពីណាត្រូវការជួបខ្ញុំមានការអីដែរទៀនប្រុសខ្ញុំបាទឈ្មោះប៊ុនធឿនខ្ញុំបាទមកនេះគឺដើម្បីសុំបម្រើការងារលោកសេដ្ឋីសូមលោកសេដ្ឋីប្រណីផងចុះទៀនលោកសេដ្ឋីបានមើលលក្ខណៈសម្បត្តិប៊ុនធឿនរួចក៏និយាយតើក្មួយអាចទ្រាំធ្វើការទាំងនេះបានទេត្បិតការងារនេះវាលំបាកណាស់រូបរាងស្អាតបាតដូចជាក្មួយមុខជាទ្រាំមិនបាននោះទេសូមលោកសេដ្ឋីទុកចិត្តចុះអ្នកដទៃគេអាចធ្វើបានទ្រាំបានខ្ញុំបាទមុខជាធ្វើបានដូចគេដែរសូមលោកសេដ្ឋីកុំព្រួយអីដរាបណាខ្ញុំបាទមានកម្លាំងខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះល្អណាស់ក្មួយនិយាយនេះត្រូវណាស់ខ្ញុំទទួលយកក្មួយធ្វើការចុះហើយបើធ្វើការបានល្អណាស់ខ្ញុំនឹងឡើងប្រាក់ខែថែមទៀតលោកពុកភ្លាមនោះក៏ឮសំឡេងហៅមកពីក្រោយប៊ុនធឿនក្រឡេកមើលក្រោយស្រាប់តែប្រទះនឹងភ្នែកទាំងគូកំពុងសម្លឹងមករកខ្លួនដំណើរល្វត់ល្វន់ដូចបុប្ផាដែលត្រូវខ្យល់បក់ប៉ះវងភ័ក្រមូលក្រឡង់បបោមាត់ក្រហមព្រាលស្បែកសរលោងស្អាតមើលទៅគ្មានទាស់ត្រង់ណាស្អាតណាស់នេះប្រហែលជាអញយល់សពឃើញទេដឹងច័ន្ទសូរិយាកូននេះគឺប៊ុនធឿនគេជាកម្មករថ្មីណាកម្មករនេះស្គមស្គាំងរៀងដូចចង្កេះតែនឹងមានកម្លាំងឯណាធ្វើការទៅលោកពុកប៊ុនធឿនកាលបើត្រូវស្ត្រីក្រមុំស្ដីឲ្យដូច្នេះនឹកអៀនខ្មាស់ណាស់រួចក៏តបថាបាទអ្នកនាងធម្មតាមនុស្សត្រង់មិនសម្គាល់ថាជាមនុស្សល្ងងឡើយឯមនុស្សស្គមក៏មិនសម្គាល់ថាជាមនុស្សខ្សោយដែរស្គមខ្ញុំបាទនេះមានកម្លាំងអាចធ្វើការដូចជាមនុស្សធាត់មាំដែរច័ន្ទសូរិយាឡើងមុខក្រញើមួយរំពេចក្នុងចិត្តខឹងតិចផងព្រោះមិននឹកស្មានថាប៊ុនធឿនហ៊ានលេងសម្ដីនឹងនាងឡើយបានហើយណែសមមកឆាប់នាំគេទៅរកកន្លែងសម្រាកទៅណាបាទលោកសេដ្ឋីមកតាមខ្ញុំមកមួយឆ្នាំក្រោយមកប៊ុនធឿនខិតខំធ្វើការណាស់ការងារធ្ងន់ស្រាលគេធ្វើបានទាំងអស់មិនត្អូញត្អែឡើយធ្វើឲ្យលោកសេដ្ឋីនិងកម្មករឯទៀតស្រឡាញ់ចូលចិត្តគេជាខ្លាំងណែនាងសុចមើលទៅបងប៊ុនធឿនខ្ញុំនេះណាស្លូតបូតសង្ហាហើយក៏ឧស្សាហ៍ហើយថែមទាំងសង្ហាឲ្យស្អាតទៀតផងណែនាងសយបងប៊ុនធឿនជាសង្សាររបស់យើងទេឯងក៏មកប៉ះយីហើយបងប៊ុនធឿនខ្លាចជាសង្សារនាងសុចឯងពីពេលណាមិនក៏យើងមិនដឹងគឺជប់មិញនេះហើយខ្ញុំយល់សប្តិឃើញបងប៊ុនធឿនណាមកសារភាពស្នេហ៍សុំយើងធ្វើជាសង្សារទៀតផងអូយពិតគួរឲ្យរំភើបមែនតែនហើយឈប់យល់សប្តិទៅនាងសុចបើប៊ុនធឿនជារបស់អូនហើយចុះបងឈុំនិងបងឆក់នេះជារបស់អ្នកណាទៅប៉ុន្មានហើយណែហើយឈប់ប្រងព្រាតដល់កាលទៀតការងារនៅច្រើនណាស់បានលោកម្ចាស់ចាលោកម្ចាស់តោះពួកយើងបងសយតោះទៅផ្សារជាមួយខ្ញុំចង់ទិញរបស់មួយចំនួននិងបន្លែត្រីសាច់ផងចាស់អ្នកនាងគឺថាខ្ញុំឈឺពោះណាស់អ្នកនាងព្រោះយប់មិញនេះគឺថាហូបស្វាយច្រើនពេកហើយបងហើយបានអ្នកណាជួយកាន់អីវ៉ាន់ខ្ញុំទៅអើណែប៊ុនធឿនណាតោះទៅផ្សារជាមួយខ្ញុំនោះកន្ត្រកនៅលើក្រែននោះថាម៉េចខ្ញុំមែនទេអ្នកនាងពិតមែនហើយប៊ុនធឿននឹកភាំងបន្តិចព្រោះតាំងពីដឹងក្តីមកមិនដែលកាន់កន្ត្រកដើរតាមស្រីណាម្ដងសោះតែគ្រានេះត្រូវតែធ្វើតាមត្បិតគេជាចវាយខ្លួនគេឲ្យប្រាក់ខែឲ្យកន្លែងស្នាក់នៅទោះជាអាម៉ាស់មុខយ៉ាងណាក៏ទ្រាំមួយគ្រាសិនដែរនៅឯផ្សារណែប៊ុនធឿនមើលសាច់ជ្រូកនោះល្អណាស់ឆាប់ទៅទិញមកឲ្យខ្ញុំទៅមើលកណាត់នៅខាងនោះមួយផ្លែតសុំទោសអ្នកនាងខ្ញុំមិនដែលទិញត្រីសាច់អីទេក្រែងលោខ្ញុំទិញថ្លៃពេកមិនត្រូវចិត្តអ្នកនាងទៅមើលសិនចុះចាំខ្ញុំតថ្លៃឲ្យសូមអ្នកនាងតថ្លៃទិញខ្លួនឯងចុះច័ន្ទសូរិយាមិនតបក៏ដើររុយទៅទិញខ្លួនឯងនាងនឹកខ្នាញ់នឹងសម្ដីរឹងរូសរបស់ប៊ុនធឿនណាស់ក៏ទិញអីវ៉ាន់យ៉ាងច្រើនប៊ុនធឿនដើរយួរសំពីងសំពង
ច័ន្ទសូរិយានឹកខឹងបន្តិចចង់សាច់បន្តិចពេលត្រឡប់មកដល់ផ្ទះវិញនៅខាងមុខផ្ទះសេដ្ឋីពុងកំពុងតែនិយាយជាមួយបុរសម្នាក់ដែលជាកូនសេដ្ឋីមិត្តសម្លាញ់គេឈ្មោះថាច័ន្ទតារាក្មួយប្រុសនៅសម្រាប់លេងផ្ទះពូមួយរយៈសិនទៅណាចាំត្រឡប់ទៅវិញបានលពូ អូបងចន្ទរានេះបងមកពីថ្មណានឹង អូសូរិយាគឺបងមកដល់ផ្ទះមុននេះបន្តិចហើយចុះនេះអូនទៅមកពីណានឹង គឺខ្ញុំទៅមកពីផ្សារតើបងសុកទុកយ៉ាងណាដែរបាច់បងយូរខ្ញុំនឹកបងនឹងពូមីងណា បងសុខសប្បាយធម្មតាទេបងក៏នឹកអូននឹងលពូដែរបើអញ្ចឹងកូននិយាយគ្នាលេងទៅណាពុកទៅនោះមកផ្លែតប៊ុនធឿនគ្រាន់តែឃើញច័ន្ទតារាភ្លាមហាក់មិនសប្បាយចិត្តបន្តិចសោះក៏កើតក្តីទុំម្នាស់ថែមមួយតង់ទៀតក៏ទម្លាក់អីវ៉ាន់នៅលើគ្រែ ណែនេះឯងខ្លែងចង់ទម្លាក់លើក្បាលយើងហ៎ហា សុំទោសអ្នកនាងធ្ងន់ពេកតែខ្ញុំទម្លាក់លើគ្រែនតា ប្រយ័ត្នអាកប្បកិរិយាបន្តិចផងទៅអីគាត់ឯងនេះ តើអូនជូនបងដើរលេងបន្តិចបានទេ ចាស់បង ស្អែកឡើងច័ន្ទសូរិយានិងតារាបណ្ដើរគ្នាទៅផ្សារប៊ុនធឿនដើរយួរអីវ៉ាន់តាមក្រោយមើលទៅអ្នកទាំងពីរដូចជាត្រូវរើគ្នាណាស់ប៊ុនធឿនកើតក្តីមួម៉ៅជាខ្លាំងក៏ខ្លែងធ្វើជាធ្លាក់អីវ៉ាន់ ណែបន្ទឿនហើយនេះកាន់យ៉ាងម៉េចហ៎បានជាចេះតែធ្លាក់អីវ៉ាន់រហូតយ៉ាងនេះហា ណែនេះឯងខ្លែងធ្វើជាធ្លាក់អីវ៉ាន់មែនទេអាអ្នកបំរើបាទខ្ញុំបាទកាន់ដូចធម្មតាតាប្រយ័ត្នសម្ដីបន្តិចទៅគាត់ឯងនេះខ្ញុំនិយាយគួសមណាស់ទៅហើយនេះឯងសម្ដីមមម្លេះក្រែងឯងឋានៈត្រឹមតែជាកម្មករគេទេហ៎ខ្ញុំបាទជាកម្មករគេមែនតែមិនមែនជាកម្មកររបស់លោកទេយើឯង បានហើយសុំឈប់ត្រឹមនឹងចុះតើបានទេ ផ្ញើទុកសិនចុះឯងតាំងពីពេលនោះមកច័ន្ទសូរិយាបានដឹងពីចិត្តរបស់ប៊ុនធឿនមកលើខ្លួនឲ្យតែនាងស្និទ្ធជាមួយច័ន្ទតារាប៊ុនធឿនខ្លែងធ្វើជាធ្លាក់អីវ៉ាន់រហូតល្ងាចឡើងខ្យល់បក់មកត្រជាក់ល្មមត្រជាក់ស្រួលព្រះច័ន្ទរះមូលក្រឡង់មកបំភ្លឺផ្ទៃផែនដីនៅតុបាយខាងមុខផ្ទះលោកសេដ្ឋីច័ន្ទសូរិយានិងច័ន្ទតារាកំពុងពិសាអាហារជុំគ្នាយ៉ាងសប្បាយរីករាយឯប៊ុនធឿនអង្គុយលើគល់អុសនៅខាងកើតផ្ទះឥតរីករាយបន្តិចសោះយូរដកដង្ហើមធំម្ដងហាក់ចង់ជំរុះទុកសោកចេញពីទ្រូងខ្លះអាការៈនេះគ្មានអ្វីក្រៅពីសេចក្តីស្នេហាឡើយមើលទៅគេរីករាយណាស់តែខ្ញុំហាក់មានសេចក្តីទុក្ខសោកយ៉ាងនេះឬជាសេចក្តីស្នេហាពេលនេះប៊ុនធឿនទទួលយល់ថាខ្លួនពិតជាស្រឡាញ់ចៅហ្វាយស្រីក្រមុំរបស់ខ្លួនពិតប្រាកដមើលទៅគេដូចជាត្រូវគ្នាណាស់ប្រហែលជាស្រឡាញ់គ្នាហើយទេដឹងចុះខ្ញុំវិញមានសភាពដូចម្ដេចប្រសិនបើនាងស្រឡាញ់ខ្ញុំដែរក៏ប្រហែលជាមិនអាចទៅរួចទេនាងមានឋានៈខ្ពស់ណាស់ចំណែកខ្ញុំត្រឹមតែជាកម្មករហើយជាកម្មកររបស់នាងទៀត មើលតែគេស័ក្តិសមគ្នាណាស់ជាកូនសេដ្ឋីដូចគ្នាមែនហើយគេជាកូនសេដ្ឋីគេត្រូវការអ្នកមានដូចគ្នាទេមែនទេមែនហើយ ពុកឡើងទៅសម្រាប់មុនហើយណា ចាស់ពុក បងទៅក្រោយមកផ្លែតណា ចាស់បង ច័ន្ទសូរិយាឃើញប៊ុនធឿនអង្គុយម្នាក់ឯងក៏មកនិយាយលេងជាមួយ បន្ទឿននេះកំពុងតែគិតអីហ្នឹង បាទអ្នកនាងខ្ញុំអត់មានគិតអីទេ កុំកុហកអីតើមានបញ្ហាអ្វីបានជាមុខសពូនយ៉ាងនេះ អ្នកនាងចង់ដឹងមែនទេ ចាស់ចង់ ប៊ុនធឿនបានសម្លឹងមើលមុខនាងដោយចិត្តប៉ុនប៉ងអ្វីមួយយ៉ាងធ្វើឲ្យនាងអៀនហើយងាកមុខទៅមើលភ្នក់ភ្លើងនៅជិតនោះបាទអ្នកនាងបានជាខ្ញុំបាទនេះមានសេចក្តីក្រៀមក្រំចម្លែកយ៉ាងនេះគឺអ្វីទៅ ប៊ុនធឿននិយាយស្ទើរតែដូចខ្សឹបថាគឺសេចក្តីស្នេហា សេចក្តីស្នេហានេះបន្ទឿនស្រឡាញ់អ្នកណាបងសោយមែនទេ
មិនមែនទេ បងសុចមែនទេ ក៏មិនមែនដែរ ឬមួយចាហេងលក់ទឹកថ្នោតជូរនៅខាងក្រៅផ្ទះខ្ញុំនោះហា មិនមែនទាំងអស់មនុស្សដែលខ្ញុំស្រឡាញ់នាងមានឋានៈខុសពីខ្ញុំបានដូចមេឃនឹងដីនាងប្រៀបដូចជាព្រះច័ន្ទចំណែកខ្ញុំមិនខុសពីកង្កែបនៅក្នុងអណ្ដូងនោះទេនាងខ្ពស់ទាំងកិត្តិយសនិងទ្រព្យសម្បត្តិចំណែកខ្ញុំបានតូចតាចទាំងឋានៈវង្សត្រកូលនិងទ្រព្យសម្បត្តិក៏គ្មានហេតុដូច្នេះហើយសេចក្តីស្នេហារបស់ខ្ញុំនេះមិនខុសពីការយល់សប្តិដែលគ្មានថ្ងៃคล้ายជាការពិតបានឡើយក្រោយបានស្ដាប់ប៊ុនធឿននិយាយទាំងក្រៀមក្រំខ្លោចផ្សាដូច្នេះហើយបេះដូងនាងហាក់អួលណែនជាខ្លាំងនាងចង់តែអង្វរលន់តួប្រាប់ដោយត្រង់ថានាងក៏ស្រឡាញ់ប៊ុនធឿនខ្លាំងណាស់ដែរមិនមែនឥឡូវឯណាគឺយូរណាស់មកហើយតែខ្លួនជាស្រីហាស្រដីសារភាពប្រាប់បរោះមុនមិនសមគួរឡើយច័ន្ទសូរិយាអូនមកនិយាយជាមួយអាម្នាក់នេះធ្វើអី គ្មានអីទេបងខ្ញុំឡើងទៅសម្រាប់សិនហើយក ុំស្មានថាយើងមិនដឹងពីបំណងរបស់ឯងឲ្យសោះឆ្លោះកញ្ចក់មើលខ្លួនឯងផងទៅកុំចង់មកស្រវាអោបភ្នំព្រឹកស្អែកឡើងនៅសួនផ្កាខាងត្បូងផ្ទះប៊ុនធឿនកំពុងរៀបចំដាំផ្កាច័ន្ទសូរិយាក៏បានដើរទៅនិយាយលេងជាមួយព្រោះទម្លាប់នាងចូលចិត្តនិយាយលេងជាមួយកម្មករគ្រប់គ្នាពិតជាគួរឲ្យខឹងណាស់មិនបានទេយើងមិនអាចចាញ់ឯងបានទេអាអ្នកបំរើនៅខាងមុខផ្ទះសូរិយានេះអូនទៅមកពីណា ចាបងខ្ញុំមកពីលេងនៅសួនផ្កា ទៅជួបអាកម្មករនោះមែនទេហេតុអីបានជាអូនចូលចិត្តទៅនិយាយលេងជាមួយវាម្លេះ អ្នកណាប្រាប់បងថាខ្ញុំចូលចិត្តនិយាយជាមួយគេសំបងប្រុសកំប្រាប់ពាក្យសម្ដីមើលងាយគេទៀតខ្ញុំមិនចូលចិត្តមនុស្សគ្រប់គ្នាមិនថាមានឬក្រសុទ្ធតែមានតម្លៃដូចគ្នា ថាម៉េចបងប្រុសនេះអូនទុកបងជាបងប្រុសមែនទេ មែនហើយខ្ញុំមិនដែលគិតអ្វីលើសពីនេះទេ ច័ន្ទសូរិយាបន្តិចទៀតនាងនឹងដឹងខ្លួនហើយយើងមិនអាចឲ្យនាងរបូតពីដៃយើងបានទេគ្រួសារនាងមានយ៉ាងនេះបើបាននាងយើងនឹងអាចយកប្រាក់ទៅស្រង់ដើមវិញច័ន្ទតារាគេជាមនុស្សញៀនលបែងគ្រួសារគេធ្លាក់ខ្លួនក្រដោយសារតែលបែងតែសេដ្ឋីពងមិនទាន់ដឹងឡើយ3ថ្ងៃក្រោយមកម៉ោង 6 កន្លះល្ងាចមេឃចាប់ផ្ដើមងងឹតទៅហើយច័ន្ទសូរិយាអូនទំនេរទេជូនបងទៅលេងសួនផ្កាបន្តិចបានអត់ តែមេឃងងឹតហើយណាបងចាំស្អែកបានទេ តែបងចង់ទៅលេងជូនបងទៅបន្តិចទៅណាបងសុំទោសរឿងកាលពី3ថ្ងៃមុនជូនបងទៅបន្តិចទៅណាណាដោយគិតថាច័ន្ទតារាដឹងខ្លួនខុសនាងក៏ព្រមជូនទៅ ចាមិនអីទេបងប្រុស បើអញ្ចឹងតើអូននៅក្នុងសួនច្បារដែលស្ងប់ស្ងាត់ទៅហើយអូនសូរិយាបងចង់សុំអូនរឿងមួយបានទេ បងប្រុសមានរឿងអីឆាប់និយាយមកបង គឺអូនរៀបការជាមួយនឹងបងបានទេបងស្រឡាញ់អូនណាស់បងមិនចង់ធ្វើជាបងប្រុសទេបងចង់ធ្វើជាប្តីអូន សុំទោសបងប្រុសខ្ញុំមិនដែលស្រឡាញ់បងទេតាំងពីដើមមកខ្ញុំចាត់ទុកបងជាបងប្រុសប៉ុណ្ណោះខ្ញុំមិនដែលគិតអ្វីលើសពីនេះឡើយសូមបងប្រុសឈប់និយាយពាក្យនេះតទៅទៀតទៅ មួយម៉ាត់បងប្រុសពីរម៉ាត់បងប្រុសគឺមកពីអាកម្មករចង្រៃម្នាក់នោះមែនទេ ហើយបងប្រុសតារាលេខដៃខ្ញុំទៅខ្ញុំឈឺ បងនឹងធ្វើឲ្យអូនរៀបការនឹងបងឲ្យទាល់តែបាន ជួយផងមានគេចង់ធ្វើបាបខ្ញុំជួយផង ហេតុអីក៏ខ្ញុំមានប្រផ្នូលមិនល្អសោះមកពីខ្ញុំគិតច្រើនពេកទីដឹងប្អូនសយហេតុអីក៏ស្ងាត់ម្លេះតើអ្នកទាំងអស់គ្នាទៅណាអស់ហើយ គឺលោកសថីនៅខាងលើរីឯអ្នកនាងសូរិយានិងអ្នកប្រុសតារាទៅលេងនៅសួនផ្កាថ្មនេះហើយមិនទាន់ឃើញត្រឡប់មកវិញទេ ឈប់ភ្លាមអូយ
អូយបានហើយយើងខ្លាចហើយបានហើយឈប់ទៅអូយអូអូអូអ្នកនាងយ៉ាងម៉េចហើយ ខ្ញុំមិនអីទេហាបន្ទឿនប្រយ័ត្ន អូអូយឈឺណាស់អូយ មិនអញមិនខ្លាំងទៀតទៅហ៎ បន្ទឿនចាំមិនហើយ ប៊ុនធឿននិយាយទាំងឈឺចុកចាប់ទៅកាន់ច័ន្ទសូរិយាអូអូអូច័ន្ទសូរិយាខ្ញុំប្រហែលជាមិនអាចរស់ដល់ព្រឹកស្អែកទេមុននឹងស្លាប់បងសូមសារភាពប្រាប់អូនដោយត្រង់ថាបងស្រឡាញ់អូនខ្លាំងណាស់អូនស្រឡាញ់បងទេសូរិយាអូ ចាស់ស្រឡាញ់បងគឺជាម្ចាស់បេះដូងអូនតែម្នាក់គត់ អូសូរិយាសំណប់ចិត្តបងតែប៉ុណ្ណេះបងស្លាប់បាត់ភ្នែកចិត្តហើយអាពីរនាក់ឆាប់នាំគេទៅឲ្យឆាប់ឡើងព្រឹកឡើងច័ន្ទសូរិយាអង្គុយទាំងមុខក្រៀមក្រំនៅជិតប៊ុនធឿនចាំមើលថែយ៉ាងយកចិត្តទុកដាក់ ហានេះបងដឹងខ្លួនហើយឯងខ្ញុំសប្បាយចិត្តណាស់ នេះខ្ញុំមិនទាន់ស្លាប់ទេហ៎អ្នកនាងតើខ្ញុំមកទីនេះបានដោយយ៉ាងម៉េចទៅ បងមិនចាំទេគឺយប់មិញនេះលោកពុកបានជួយយើងណា អញ្ចឹងទេហ៎តើអ្នកនាងនៅចាំសម្ដីខ្ញុំកាលពីយប់មិញនោះទេ ពាក្យបងទាំងប្រមាណខ្ញុំនៅចាំទាំងអស់អត់ភ្លេចមួយម៉ាត់ណាទេ ខ្ញុំគិតថាខ្ញុំមិនអាចនៅរស់ទេទើបសារភាពដូចនេះតែឥឡូវបែរជាមិនស្លាប់តើអ្នកនាងនិយាយកាលពីយប់មិញជាការពិតដែរទេឬគ្រាន់តែនិយាយបន្លប់ចិត្តខ្ញុំនៅពេលនោះ ពាក្យអូនទាំងប្រមាណគឺពិតទាំងអស់សំបងជឿចិត្តអូនចុះ តែឋានៈយើងខុសគ្នាឆ្ងាយណាស់លោកម្ចាស់មុខជាមិនព្រមនោះទេ រឿងនេះអូនក៏មិនច្បាស់ដែរតែលោកពុកគឺជាមនុស្សល្អអូនជឿថាគាត់នឹងមើលឃើញអំពើល្អរបស់បង បន្តិចក្រោយមកលោកសេដ្ឋីពងក៏បានមកដល់ប៊ុនធឿនងើបឡើងតែត្រូវសេដ្ឋីខាត់កុំក្រោកអីនៅឲ្យស្ងៀមទៅណែប៊ុនធឿនណាចាប់ពីពេលនេះទៅឯងមិនបាច់ទៅធ្វើការលីសែងទៀតទេខ្ញុំចាត់តាំងឲ្យឯងនៅចាំមើលខុសត្រូវកម្មករមួយឆ្នាំក្រោយមកដោយមើលឃើញពីវិជាសម្បត្តិចរិយាសម្បត្តិរបស់ប៊ុនធឿននឹងបានយល់ពីទំនាក់ទំនងស្នេហាដែលគ្មានអ្វីអាចបំបែកបានរបស់អ្នកទាំងពីរសេដ្ឋីពងក៏បានផ្សំផ្គុំឲ្យបានរៀបការคล้ายជាប្តីប្រពន្ធនឹងគ្នាតរៀងទៅ